កោអូសាតូមួយហើយហើយលើកគឺបង្ហាញពីស្មារតីស្នេហាជាតិបាទស្មារតីសាមគ្គីភាពបាទដើម្បីវិជាចក្រកម្ពុជាយើងបាទឈានទៅមុខបន្តបាទវិវត្តនភាពទៅមុខខាងទៀត ជាបឋមសូមគ្រប់ដល់ណាក់នាំគណៈគ្រូជាស្អាតដោយអរគុណបងប្អូនសិស្សអស់បែរមានបទមានព្រឹកនេះនៅក្នុងកម្មវិធីអូអូសាតូបាទនៃការចុះបញ្ជីបូជនីយដ្ឋានចុះចាំនៃកម្ពុជាពីទីតាំងកសិកម្មមកជាមជ្ឈមណ្ឌលផ្សព្វផ្សាយនិងសន្តិភាពនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃបាទសុក្របាទទៅជាថ្ងៃ11កក្កដាឆ្នាំ2025 អញ្ចឹងតាំងនាមឲ្យគណៈគ្រប់គ្រងវិទ្យាស្ថានសបាត់ដំបងសូមបាទអាចថាសូមចូលរួមអបអរសាទរជាមួយនឹងអ្វីដែលជាមោទនភាពរបស់ជាតិយើងបីមួយទៀតដែលបាទទីតាំងអង្គតកម្មយើងបាទមានទីនោះមាន3ទីតាំងយើងដឹងហើយអ្នកនាងបាទមានទីតាំងទីកុំខាំងម៉ូ13នៅខេត្តស្ពឺមែនទេទៅបាទមានសារមន្ទីរទួលស្លែកបាទនិងបាទសារមន្ទីរជើងឯកបាទដែល3នេះបញ្ចូលគ្នាយើងប្រើពាក្យរួមមួយគឺពាក្យបូជនីយដ្ឋានចងចាំនៃកម្ពុជាបាទអញ្ចឹងបាទនេះគឺជាមោទនភាពថ្មីមួយបាទសម្រាប់វិជាចក្រកម្ពុជាយើងហើយតាមខ្ញុំទទួលព័ត៌មានថាបាទគឺកិច្ចប្រជុំអង្គការ UNESCO នៅទីក្រុងប៉ារីសបាទនៅប្រទេសបារាំងកាលពីថ្ងៃទី14កន្លងទៅគឺថាមានប្រជាបេក្ខជនមួយប្រហែលជា30បាទក្នុងនោះមានកម្ពុជាដែរដែលស្នើសុំអង្គការ UNESCO ការដាក់ចូលបាទរមណីយដ្ឋានផ្សេងៗដូចជាបាទបេតិកភណ្ឌពិភពលោកអញ្ចឹងនេះក៏ជាចំណុចមួយចង់ឲ្យអ្នកគ្រូរូបទេសសេះអូនសិស្សទាំងអស់បាទជាពិព័រណ៍នេះហើយយើងរៀបចំព្រឹត្តិការណ៍នេះគឺដើម្បីបង្ហាញពីបាទកោអូសាតូមួយហើយហើយលើកពីនោះគឺបង្ហាញពីស្មារតីស្នេហាជាតិបាទស្មារតីសាមគ្គីភាពបាទដើម្បីវិជាចក្រកម្ពុជាយើងបាទឈានទៅមុខ